ចាសសាមញ្ញក៏ជំរាបសួរលោកតាលោកយាយពុកម៉ែមេបងប្អូនសំណាក់ចាស់ស្នាប់បេដងទាំងអស់គ្នាណាចាសសូមស្វាគមន៍មកកាន់ page រសជាតិជីវិតនិង channel YouTube ដែលមានឈ្មោះថាសវតីដោយដែលនាងខ្ញុំបានបង្ហាញលើវីដេអូពុកម៉ែបងប្អូនទាំងអស់គ្នាចាបានឃើញហើយកុំភ្លេចចុចជាម្នាក់មួយផងណាណាប់ចិត្តដល់បេដងទាំងអស់គ្នាសូមអរគុណទុកជាមុនចាថ្ងៃនេះគឺជាមួយវីដេអូថ្មីរបស់នាងខ្ញុំគឺនាងខ្ញុំធ្វើជាមួយសម្លប្រហើរពុកម៉ែបងប្អូនទាំងអស់គ្នាចាខានញ៉ាំយូរហើយអង្គុយនឹកឃើញពុកម៉ែបងប្អូននេះហាក់ចង់ដាក់បន្លែអីទេក្រៅពីដំឡូងហើយនឹងឃ្លោកអញ្ចឹងណាក៏បញ្ញាប់រស់រាទៅរកឃ្លោករកអីទៅព្រោះអីដាំមិនទាន់បានទេពុកម៉ែបងប្អូននៅចាហើយដំឡូងហ្នឹងការនាងខ្ញុំនៅតូចៗគឺស្លដាក់ដំឡូងពណ៌សពុកម៉ែបងប្អូននៅតែឥឡូវដោយសារដំឡូងពណ៌សថ្លៃពេក1គីឡូ4500អញ្ចឹងទិញពណ៌ខៀវទៅ1គីឡូពណ៌ខៀវសំទោសពណ៌ក្រហម1គីឡូទៅ3000ឯពុកម៉ែបងប្អូនទាំងអស់គ្នាចាអញ្ចឹងយើងយកមកកាត់តាមចំណង់ចំណូលចិត្តអីអញ្ចឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាចាដើម្បីកុំឲ្យចាំយូរយើងទៅមើលពីគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នាតោះជាដំបូងហ្នឹងគឺនាងខ្ញុំទិញបានកូនត្រីប្រាមួយក្បាល3500ប៉ុណ្ណឹងពុកម៉ែបងប្អូនទាំងអស់គ្នាចាខាងកតុយពោះហើយនឹងក្បាលគឺទុកបង់ខាងក្រៅចំណែកខ្លួនគឺយើងយកទៅដាក់ស្ងោរដើម្បីធ្វើការបុកមួយគ្រឿងអញ្ចឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាចាហើយឆ្លៀតពេលដែលយើងកំពុងដាក់ស្ងោរត្រីហ្នឹងនាងខ្ញុំមកបុកគ្រឿងអញ្ចឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាចាមានម្ដេងមានខ្ទឹមមានរមៀតអីចឹងណាពុកម៉ែបងប្អូនចាបុកម៉ត់ហើយត្រីយើងក៏ឆ្អិនល្មមបេះយកមកបុកមួយគ្រឿងយើងមកពុកម៉ែបងប្អូនទាំងអស់គ្នាចាចូលសម្លេងនឹកដល់រសជាតិឃ្លានទេហើយពុកម៉ែបងប្អូនទាំងអស់គ្នាចាឥឡូវយើងចាប់ផ្ដើមធ្វើការបុកច្បល់ឲ្យចូលជាតិមួយគ្នាអញ្ចឹងណាពុកម៉ែបងប្អូនគ្រឿងមួយត្រីពុកម៉ែបងប្អូនទាំងអស់គ្នាចានេះគឺជាវិធីធ្វើសម្លប្រហើរខាងភូមិនាងខ្ញុំណាប់ចិត្តដល់បេដងទាំងអស់គ្នាចានាងខ្ញុំអាសាញ៉ាំមកកាន់នៅតូចៗយកពុកម៉ែបងប្អូនទាំងអស់គ្នាចាហើយចំពោះបន្លែដូចនាងខ្ញុំបាននិយាយរៀបរាប់ពីក្បាលវីដេអូយើងដាក់តែ2មុខទេគឺមានដលងហើយនឹងឃ្លោកពុកម៉ែបងប្អូនទាំងអស់គ្នាអត់ចង់បន្លែអីទេចំពោះឃ្លោកវិញគឺបងប្អូនកាត់ជាបន្ទះឬក៏កាត់អ្វីបែបណាក៏បានដែរតាមចំណង់ចំណូលចិត្តផងអ្វីហើយចំពោះដំឡូងយើងកាត់ដុំតូចៗចុះពុកម៉ែបងប្អូនហើយខាងនេះវិញនាងខ្ញុំបានជាមួយនឹងបន្លែខៀវបន្តិចមានត្រួយអណងមានស្លឹកម្រំហើយនឹងត្រួយម្ទេសខែក្តៅយើងបេះខ្សែផ្សំបន្តិចទេពុកម៉ែបងប្អូននៅចាជាដំបូងទៅដាក់ដាំទឹកចោលទៅពេលទឹកពុះយើងក៏ចាប់ផ្ដើមជ្រុំប្រហុកពុកម៉ែបងប្អូនទាំងអស់គ្នាចាតម្រំទឹកពុះ2ម៉ោងព្រោះខ្យល់ខ្លាំងហ៎ពុកម៉ែបងប្អូនទាំងអស់គ្នាចាអញ្ចឹងនៅពេលដែលយើងធ្វើការជ្រុំប្រហុកហើយយើងក៏ចាក់មួយគ្រឿងយើងចូលតែម្ដងទៅគ្រាន់តែប៉ុណ្ណឹងនិយាយពីតំណងនោះហើយឈ្ងុយខ្លាំងណាពុកម៉ែបងប្អូនទាំងអស់គ្នាចាហើយនៅពេលដែលយើងកូរគ្រឿងហើយយើងក៏ចាក់មួយក្បាលត្រីពោះត្រីយើងចូលមកអញ្ចឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាចាបន្តមកទៀតគឺយើងចាប់ផ្ដើមបង់ជាមួយនឹងគ្រឿងទេសយើងមានជាមួយនឹងប៊ីចេងមានជាមួយនឹងស្ករនាងខ្ញុំអត់ប្រើអំបិលណាពុកម៉ែបងប្អូនទាំងអស់គ្នាចាគឺប្រើជាមួយនឹងទឹកត្រីហ្នឹងនាងខ្ញុំដាក់ចិត្តមួយវែកសម្លពុកម៉ែបងប្អូនទាំងអស់គ្នាចាអញ្ចឹងបន្ទាប់ពីយើងចាក់ចូលហើយធ្វើការកូរបន្តិចមកក៏ចាប់ផ្ដើមចាក់ជាមួយនឹងបន្លែយើងចូលមកបងប្អូនអើយចាខ្យល់និយាយថាខ្លាំងដល់ក៏ឲ្យចង់ប៉ាំងឆ្នាំងសឡូទៅទៀតចាអញ្ចឹងបន្ទាប់ពីយើងទុកមកសន្ទុះឲ្យឆ្អិនបន្លែផុយដាក់បន្លែខៀវមកហើយហើយបងប្អូននេះចាសឡូប្រហើរខាងនេះខ្ញុំងាយទេណាប់ចិត្តអើយចាហើយមានបងប្អូនខ្លះគាត់ចង់ដាក់ជាមួយនឹងអីណែសណ្តែកដីក៏បានដែរពុកម៉ែបងប្អូននៅចាតែនឹងខ្ញុំអត់ដាក់អីចាហើយនេះសម្លនេះខ្ញុំបានឆ្អិនអីមិនដែរពុកម៉ែបងប្អូនទាំងអស់គ្នាតំណងអត់ចាហើយល្ងាចហ្នឹងពុកម៉ែបងប្អូនទាំងអស់គ្នាបានសម្លឲ្យដែរចំណែកនេះខ្ញុំបានសម្លប្រហើរឃ្លោកពុកម៉ែបងប្អូននោះឈ្ងុយខ្លាំងណាស់ចាអញ្ចឹងវីដេអូនេះខ្ញុំក៏មានតែប៉ុណ្្នឹងទេអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាបានតាមដានទស្សនាវីដេអូនេះខ្ញុំតាំងពីដើមរហូតដល់ចាប់ជូនបងប្អូនបងប្អូនមានសុខភាពល្អរកទទួលទានមានបានគ្រប់គ្រាន់កុសលធ្វើដំណើរមកណាចុះតែសុខសុវត្ថិភាពឆាប់ដល់គោលដៅទាំងអស់គ្នាណាបងផលិតមេត្តាទាំងអស់គ្នាជម្រាបលាអរគុណបាយបាយ